សួស្តីពុកម៉ែបងប្អូន ថ្ងៃនេះខ្ញុំមានវីដេអូមួយគឺចង់ឲ្យបងប្អូនទស្សនាលេងបងប្អូនគឺឥឡូវខ្ញុំបានទៅដាក់ពណ៌សក់បាទជាទៅតាំងពីតូចមកខ្ញុំអត់ដែលបានទៅដាក់ពណ៌សក់នៅឯណាទេបងប្អូនខ្ញុំអត់ដែលលេងពណ៌សក់អីទេបងប្អូនឥឡូវខ្ញុំទើបតែនឹងដាក់ពណ៌សក់ម្ដងបងប្អូនដើម្បីឲ្យស្ទាវម្ដងមើលបងប្អូនហើយដាក់ពណ៌សក់ហ្នឹងវាអត់សូវមានពណ៌ខ្លាំងប្រហែលទេបងប្អូនដាក់ពណ៌ល្មមសមនឹងសក់ដើម្បីកុំឲ្យវាឆើតពេកបងប្អូនឥឡូវបងជាងគាត់កំពុងតែផ្លុំសក់ដើម្បីឲ្យវាស្ងួតថ្នាំហ្នឹងឲ្យជាបចូលទៅខ្សែសក់ដើម្បីឲ្យជាប់បានយូរបងប្អូនបាទឥឡូវគាត់កំពុងតែផ្លុំឡើងផ្លុំចុះដើម្បីឲ្យវាស្ងួតគាត់ធ្វើការបានល្អណាស់បងប្អូនគាត់សម្រិតសម្រាំងដើម្បីឲ្យសក់យើងស្ងួតដើម្បីទឹកថ្នាំសក់នឹងវាជាប់ចូលក្នុងខ្សែសក់បានល្អបាទមើលទៅវាមិនសូវវាលយឆាយទេបងប្អូនគឺយើងគ្រាន់តែលាបពណ៌សក់ធម្មតាទេបងប្អូនអត់ដើម្បីឲ្យស្ទាវអីណាទេដើម្បីឲ្យលើកមុខលើកមាត់យើងបន្តិចបន្តួចបាទដាក់ពណ៌សក់ទៅធ្វើឲ្យសក់យើងទៅវាមានពណ៌ចាំងផ្លេកជាងមុនបាទបងប្អូនបាទវីដេអូហ្នឹងអត់មានច្រើនទេបងប្អូនមានតែប៉ុណ្្នឹងទេបាទបងប្អូនសូមអរគុណសម្រាប់ការទស្សនាវីដេអូបងប្អូនសូមអរគុណ